បញ្ញាមាត្រា669និយមន័យនៃបញ្ញាមួយបញ្ញាសំដៅទៅលើកិច្ចសន្យាដែលភាគីម្ខាងជាអ្នកទទួលបញ្ញាសន្យាទទួលយកវត្ថុបញ្ញាពីភាគីម្ខាងទៀតជាអ្នកផ្លាមករក្សាទុកក្នុងអំឡុងពេលដែលបានកំណត់ហើយនៅក្រៅពេលដែលអំឡុងពេលរក្សាទុកនោះត្រូវបានបញ្ចប់ត្រូវសងវត្ថុដដែលនោះទៅឲ្យអ្នកធ្វើវិញនេះបើគ្មានកិច្ចសន្យាពិសេសទេអ្នកផ្លាពុំមានករណីយកិច្ចបង់កម្រៃឲ្យអ្នកទទួលបញ្ញាឡើយប៉ុន្តែក្នុងករណីដែលអ្នកទទួលបញ្ញាបានធ្វើកិច្ចសន្យានោះជាមួយអ្នកធ្វើក្នុងនាមជាអាជីវកម្មរបស់ខ្លួនឬប្រសិនបើមានកំណត់ក្នុងច្បាប់ទោះបីជាពុំបានធ្វើកិច្ចសន្យាពិសេសចំពោះកម្រៃក៏ដោយអ្នកទទួលបញ្ជីអាចទាមទារកម្រៃសម្រុំពីអ្នកធ្វើបានមាត្រា673ករណីយកិច្ចរបស់អ្នកទទួលបញ្ញាមួយអ្នកទទួលបញ្ញាមានករណីយកិច្ចរក្សាទុកវត្ថុបញ្ញាដោយព្យាយាមប្រុងប្រយ័ត្នក្នុងនាមជាអ្នកគ្រប់គ្រងដោយសុចរិតនេះបើគ្មានការយល់ព្រមពីអ្នកផ្ញើទេអ្នកទទួលបញ្ញាមិនអាចប្រើវត្ថុបញ្ញាបានឡើយមាត្រា674ការទទួលខុសត្រូវរបស់អ្នកទទួលបញ្ញាមួយនៅក្នុងករណីដែលបានធ្វើឲ្យបាត់បង់ឬបានធ្វើឲ្យបែកបាក់វត្ថុបញ្ញានោះអ្នកទទួលបញ្ញាត្រូវសងសំណងនៃការខូចខាតនោះប៉ុន្តែបញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយបើអ្នកទទួលបញ្ញាបានបញ្ជាក់អំពីការគ្មានកំហុសចំពោះការធ្វើឲ្យបាត់បង់ឬបែកបាក់នោះនេះក្នុងករណីដែលបញ្ជីត្រូវបានធ្វើឡើងតាមការទាមទាររបស់អ្នកទទួលបញ្ញាប្រសិនបើគ្មានការបញ្ជាក់ថាជាករណីប្រធានសក្តិទេអ្នកទទួលបញ្ញាមិនអាចរួចផុតពីការទទួលខុសត្រូវចំពោះការធ្វើឲ្យបាត់បង់ឬបែកបាក់បានឡើយ3នៅទីកន្លែងដូចជាសន្តាគារផ្ទះសំណាក់ភោជនីយដ្ឋានកន្លែងងូតទឹកសិល្បករផ្សេងទៀតដែលមានភ្ញៀវជួបជុំប្រសិនបើកម្មសិទ្ធិនៃសិល្បករទាំងឡាយនោះបានទទួលវត្ថុបញ្ញាពីភ្ញៀវប្រសិនបើគ្មានការបញ្ជាក់ថាជាករណីប្រធានសក្តិទេអ្នកទទួលបញ្ញាមិនអាចរួចផុតពីការទទួលខុសត្រូវចំពោះការធ្វើឲ្យបាត់បង់ឬបែកបាក់បានឡើយឧទាហរណ៍ផ្នើឯកសារផ្នើរថយន្តផ្នើម៉ូតូផ្នើស្រិលពន្យល់ពាក្យតាមក្រមរដ្ឋបវេណីប្រធានសក្តិគឺជាព្រឹត្តិការណ៍ដែលកើតឡើងក្រៅពីឆន្ទៈមិនអាចប៉ាន់ស្មានទុកជាមុននិងមិនអាចជំនះបាន